ការស្ដាប់អត្ថបទរឿងចៅប្រាក់ភ្នែក3មានរឿងដំណាលថាកុមារម្នាក់ឈ្មោះប្រាក់បានសម្រេចចិត្តថានឹងទៅស្ទូចត្រីកំសាន្តជាមួយឪពុកនិងប្អូនប្រុសរបស់គេនៅថ្ងៃខាងមុខតែចៃដន្យណាស់ប្រាក់បានដួលបកក្បាលទៅនឹងដីលុះដល់ថ្ងៃកំណត់ប្រាក់នៅតែមិនទាន់ជាសះស្បើយនៅឡើយប្រាក់កំពុងតែអន់ចិត្តស្រាប់តែឃើញប្អូនប្រុសរបស់វាយួរធុងទឹកនិងដងសន្ទូចចេញពីផ្ទះបាយប្រាក់ស្ដាយឱកាសដល់ល្អនេះណាស់ពេលចេញដំណើរឪពុកប្រាក់ចូលមកក្នុងបន្ទប់ប្រាក់រួចសួរថាតើកូនជាសះស្បើយហើយឬនៅប្រាក់តបបាទពុកកូនបានធូរស្រាលហើយតាមពិតចម្លើយនេះជាចម្លើយកុហកព្រោះប្រាក់មិនចង់ឲ្យឪពុកមានការព្រួយបារម្ភក្នុងការធ្វើដំណើរឪពុកប្រាក់យល់ចិត្តកូនក៏ហុចឧបករណ៍មួយរួចនិយាយថានេះជាឧបករណ៍ជួយឲ្យកូនបានចូលរួមសប្បាយស្ទូចត្រីជាមួយពុកប្រាក់ទទួលយកឧបករណ៍នោះពីដៃឪពុករួចលឿនមកថាអីយ៉ាកែវយឺតកូនស្រឡាញ់ណាស់ពុកកូនអរគុណពុកណាស់វត្ថុនេះកូនចេះប្រើវាយូរហើយពេលនោះដែរប្អូនប្រុសរបស់ប្រាក់បានចូលមកដល់ក្នុងបន្ទប់ប្រាក់ភ្លាមវាឃើញប្រាក់កំពុងតែកាន់កែវយឺតឆ្លោះមើលតាមបង្អួចវាក៏លឿនមាត់អីយ៉ាបងប្រុសមានភ្នែកដល់ទៅ3ក្រោយពីសំណេះសំណាលគ្នារួចឪពុកប្រាក់នឹងត្រឹមដើរទៅកំពង់ទឹករួចជិះទូកម៉ាស៊ីនមួយគ្រឿងដែលទៅផ្ទៃទឹករកកន្លែងមានត្រីច្រើនចំណែកប្រាក់តាមមើលដំណើររបស់ឪពុកនិងប្អូនប្រុសរបស់គេរហូតប្រាក់បានលើកកែវយឺតតាំងពីប្អូនចេញពីផ្ទះមិនបានយូរប៉ុន្មានប្រាក់អស់កម្លាំងក៏ប្រះខ្លួនដេកលង់លក់ទៅស្រាប់តែឮសំឡេងឌឹបឌឹបដូចជាគេបោះអ្វីមកវិញប្រាក់ក៏ព្យាយាមតាមស្ដាប់សំឡេងអាយ៉ាតើមានហេតុការណ៍អីកើតឡើងត្រឹមឆ្លើយពុកនិងខ្ញុំកំពុងតែជួបឧបសគ្គបន្តិចហើយទូកម៉ាស៊ីនកំពុងឆេះនៅកណ្ដាលផ្ទៃទឹកដែលមានដើមរាំងលិចទឹកជាច្រើនឆ្នាំសូមបងហៅគេមកជួយបងប្អូនយើងផងបន្ទាប់ពីឮសូរពាក្យត្រឹមរួចប្រាក់លើកកែវយឺតមើលទៅឃើញទូកប្រុសកំពុងតែឆេះពិតមែនរួចប្រញាប់ហៅគេមកជួយប៉ុន្តែពួកគេកំពុងតែស្ថិតនៅឆ្ងាយបំផុតមិនអាចទៅជួយបានសោះអស់ចាស់ណាស់ពិតជាបនជួយមែនទូកជួយសង្គ្រោះបានទៅដល់កន្លែងកើតហេតុភ្លាមប្រាក់និយាយបន្ទោសខ្លួនឯងថាប្រសិនណាបើគ្មានកែវយឺតពុកអយប៉ុណ្ណេះបងប្អូននិងឪពុករបស់ខ្ញុំពិតជាជួបគ្រោះថ្នាក់ហើយនេះមកពីគុណប្រយោជន៍របស់កែវយឺតនិងទូរស័ព្ទនេះតែម្ដង